Côអ្នកដែលចូលចិត្តគាត់ញ៉ាំអាចលើសអត់ព្រោះដោយសារគាត់មួយថ្ងៃចូល3ផ្លែដែរហ្នឹងគាត់អត់មានទម្ងន់ឬក៏អីបង្គ្រប់ទឹកភ្លក្សអីទេតែគាត់ចូលចិត្តគាត់ដូចថាញ៉ាំហើយវាឆ្ងាញ់ដូចគេញៀនកាហ្វេគាត់ញៀនដូងអញ្ចឹងណាក៏ប៉ិតបើធៀបដូងមួយកាហ្វេអានេះស្មោះត្រង់ទៅចាកាហ្វេបើយើងញ៉ាំច្រើនណាវាមានផលប៉ះពាល់ច្រើនមែនទែនតែបើដូងវាអត់មានផលប៉ះពាល់អីទេគ្រាន់តែថានៅក្នុងដូងហ្នឹងវាមានប្រភេទ electrolyte ដូចជា potassium ដូចជា magnesium អញ្ចឹងបើសិនជាករណីគាត់ញ៉ាំច្រើនពេករហូតថារាល់ថ្ងៃ2 3ម្ដង2 3គេហៅថា2 3លីត្រចាឧទាហរណ៍ញ៉ាំរហូតដល់2 3លីត្រក្នុងមួយថ្ងៃចឹងណាចាអញ្ចឹងអាចថារ៉ូទីនគឺមនុស្សម្នាក់ត្រូវទៅឆែកសុខភាពតែអ្នកឆែកសុខភាពសម្រាប់ពួកគាត់គឺសូមឲ្យឆែកទៅលើ potassium magnesium អានេះឆែក electrolyte ឆ្លាញ់ថាវាលើសជួនអីក្នុងខ្លួនគាត់លើសស្រាប់ដល់ពេលគាត់ចេះតែញ៉ាំទៅវាអាចលើសអតុល្យភាពនៃ electrolyte ហ្នឹងដែរអញ្ចឹងគាត់ទៅឆែកជារ៉ូទីនទៅប៉ុន្តែបើសិនជាអ្នកគាត់ញ៉ាំហើយស្រាប់តែគាត់ញ៉ាំយូរគាត់អត់ដែលតាមដានសុខភាពតែញ៉ាំយូរមានពេលណាមួយគាត់ញ៉ាំទៅរៀងដូចចុកទ្រូងឬក៏ថប់ដង្ហើមចាភ្លាមណាចឹងអាហ្នឹងក៏គាត់យកចិត្តទុកដាក់ទៅលើការឆែកសុខភាពដែរខ្លាចវាលើសអាហ្នឹងវាទៅជាគេហៅថា spa ឬក៏វាកត្រាក់ទៅលើអាសាច់ដុំបេះដូងរបស់គាត់ហ្នឹងវាធ្វើឲ្យគាត់ចាប់ដើមរៀងដូចថាវាជ្រោចរៀងអួលនឹងទ្រូងរបស់គាត់អញ្ចឹងណាចាអញ្ចឹងអាហ្នឹងក៏គាត់ត្រូវទៅឆែកអាសារធាតុ electrolyte ហ្នឹងដែរហើយវាមានដូចយើង topic យើងថ្ងៃនេះយើងនិយាយពីដូងមួយប្រព័ន្ធរាងកាយយ៉ាងវាមានទំនាក់ទំនងច្រើនជាមួយប្រព័ន្ធដសៃឈាមបេះដូងអ្នកលើសឈាមគួរញ៉ាំមិនអ្នកតម្រង់នោមហ្នឹងវាមានទំនាក់ទំនងមិនជាមួយនឹងប្រព័ន្ធរំលាយអាហារជាមួយដូងហ្នឹងអញ្ចឹងវាមាននឹងអាចខ្ញុំជឿថា MC នឹងមានសំណួរជាច្រើនបន្តទៀតប៉ុន្តែខ្ញុំចម្លើយទៅវិញគឺគាត់អាចញ៉ាំបានហើយការឆែកសុខភាពគឺឆែកជារៀងជាទៀងទាត់ទៅចាព្រោះអ្នកខ្លះគឺគាត់ខ្វះអា electrolyte នឹងស្រាប់ដូចជាអ្នកកំពុងរាកអ្នកកំពុងក្អួតឬក៏គាត់កង្វះអាហារូបត្ថម្ភគាត់បាត់បង់ជាតិទឹកគឺគាត់ចុះខ្លាំងមែនទែន electrolyte វាធ្វើឲ្យគាត់ទៅជាគេហៅថា bradycardia បាត់ខ្លាំងវាទៅជាបេះដូងនឹងដើរយឺតក៏ពេលលើសវាមានជំងឺមួយគេហៅ tachycardia បេះដូងនេះវាដើរញាប់ខ្លាំងពេកចាដែលគាត់រៀងញ័រសាច់រៀងដូចថារៀងញ័រធូងបេះដូងភឹបអីចឹងណាអញ្ចឹងលើសពីជំងឺបេះដូងក៏វាតាក់ទងជាមួយនឹងសារធាតុ electrolyte ក្នុងខ្លួនដែរអញ្ចឹងបងប្អូនខ្លះគាត់យល់ថាឲ្យតែមានបញ្ហាអញ្ចឹងគាត់គិតថាគាត់ឈឺបេះដូងហើយចាមានជំងឺបេះដូងហើយក៏អត់យល់ថាគាត់ខ្វះធាតុណាមួយឬក៏លើសធាតុណាមួយក្នុងរាងកាយទេចាអញ្ចឹងគឺតាមដានហើយទៅឆែកតែញ៉ាំគឺវាញ៉ាំបាន